បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាជួបជាមួយនឹងខ្ញុំបាទ Cyber នៅក្នុងថ្ងៃទី27ខែវិច្ឆិកាឆ្នាំ2025បងប្អូនភ្លេចខ្លួនចិត្តផុតខែ11ឈានចូលខែ12បាទឆាប់នេះហើយដូច្នេះឆ្នាំ2025នេះភ្លេចខ្លួនគឺរំលើងរកចូលទៅក្នុងឆ្នាំ2026ទៅហើយបាទគឺមួយឆ្នាំគឺលឿនមែនទែនបងប្អូនអរគ្នាបាទហើយយើងឃើញថាតម្លៃហាងឆេងមាសយើងសរុបជារួមនៅក្នុងឆ្នាំ2025នេះគឺមានការឡើងថ្លៃខ្លាំងមែនទែនបងប្អូនបន្តិចទៀតខ្ញុំនឹងបង្ហាញអំពីការចាប់ផ្ដើមឡើងនៃតម្លៃហាងឆេងមាសនៅក្នុងឆ្នាំ2025ហ្នឹងថាតើវាចាប់ផ្ដើមឡើងនៅក្នុងតម្លៃមួយអោនហ្នឹងគឺពីតម្លៃណាហើយឡើងទៅដល់តម្លៃណាដែរហើយខ្ញុំនឹងបង្ហាញវិភាគអំពីទិសដៅនៃតម្លៃហាងឆេងមាសនៅក្នុងឆ្នាំ2026នៅឆ្នាំក្រោយផងដែរថាតើតម្លៃហាងឆេងមាសអាចនឹងឡើងទៅដល់តម្លៃណាឬក៏អាចនឹងចុះទៅដល់តម្លៃណាផងដែរនេះគឺជាការវិភាគមួយដែលបងប្អូនទាំងអស់គ្នាតែងតែចង់ដឹងអំពីតម្លៃហាងឆេងមាសដើម្បីស្វែងរកនៅឱកាសនៃការជួញដូរបង្កើននូវផលចំណេញផងដែរបាទហើយមុននឹងចូលទៅដល់ការវិភាគតម្លៃហាងឆេងមាសបងប្អូនសូមមេត្តាចុច scan QR code Telegram របស់ខាងក្រុមហ៊ុន BFX Capital មួយទៅដើម្បីបងប្អូនអាចចូលទៅក្នុង group Telegram របស់ក្រុមហ៊ុនផ្ទាល់ដើម្បីទទួលបានព័ត៌មានផ្សេងៗពីក្រុមហ៊ុនផងដែរបាទឥឡូវសូមអញ្ជើញមកមើលតម្លៃហាងឆេងមាសទាំងអស់គ្នាបងប្អូនដើម្បីស្វែងរកផលចំណេញបាទបាទអញ្ចឹងបងប្អូនទាំងអស់គ្នាតម្លៃហាងឆេងមាសបច្ចុប្បន្នគឺនៅតម្លៃប្រមាណ$4164នៅក្នុងមួយអោនហើយបើគិតជាតម្លឹងក្នុងមួយតម្លឹងហ្នឹងគឺមានតម្លៃប្រមាណ$5016នៅក្នុងមួយតម្លឹងមាសបាទហើយបើគិតជាគីឡូតម្លៃហាងឆេងមាសគឺមានតម្លៃប្រមាណ$133,767នៅក្នុង1គីឡូមាសតម្លៃហាងឆេងមាសនេះបងប្អូនបើគិតជាគីឡូកាលពីសប្តាហ៍មុនបាទសប្តាហ៍មុនតម្លៃហាងឆេងមាសធ្លាក់ចុះដល់1គីឡូហ្នឹងត្រឹមតែ$130,000គត់ទេបងប្អូនបាទប៉ុន្តែមកដល់ថ្ងៃនេះមួយអាទិត្យក្រោយមកដល់ថ្ងៃនេះតែម្ដងតម្លៃហាងឆេងមាសគឺឡើងថ្លៃបាទឡើងក្នុង1គីឡូគឺខ្ទង់$3,700ទៅហើយអញ្ចឹងបើសិនមកបងប្អូនដែលទិញមាសគីឡូកាលពីសប្តាហ៍មុន1គីឡូមាសហើយទុកមកដល់ឥឡូវហ្នឹងត្រឹមតែរយៈពេល1សប្តាហ៍ទេក្នុង1គីឡូហ្នឹងគឺបងប្អូនចំណេញខ្ទង់$3,700ចិត្តតែនឹង$3,800ច្រើនគួរសមដែរបងប្អូនបាទត្រឹមតែរយៈពេល1សប្តាហ៍បងប្អូនបាទហើយចំពោះព័ត៌មានបងប្អូនបាទព័ត៌មានកាលពីល្ងាចមិញតេតើងជាមួយនឹងព័ត៌មាន unemployment claim បាទកាលពីថ្ងៃទី26ម្សិលមិញបងប្អូនចេញនៅម៉ោង8កន្លះនេះបាទបើសិនមកយើងមើលទៅលើ previous 222k ហើយ forecast ការព្យាករណ៍ទុកមុនហ្នឹងគឺមានការកើនឡើងបងប្អូនបាទកើនឡើងពី 222k មក 226k អញ្ចឹងចំពោះការព្យាករណ៍ទុកមុនគឺល្អទេប៉ុន្តែ actual ជាក់ស្ដែងបងប្អូនបាទ actual ជាក់ស្ដែងគឺមានការធ្លាក់ចុះបាទធ្លាក់ចុះមក 116k អញ្ចឹងតេតើងទៅលើព័ត៌មាន unemployment claim ហ្នឹងគឺល្អបាទកាលពីម្សិលមិញថ្ងៃទី26ម៉ោង8កន្លះយប់ហ្នឹងបាទប៉ុន្តែទោះបីយ៉ាងណាក៏ដោយបងប្អូននៅក្នុងការប្រែប្រួលនៃទីផ្សារហាងឆេងមាសនេះបាទយើងឃើញថានៅក្នុងម៉ោងព័ត៌មានវាមានការឡើងបន្តិចហើយក៏មានការធ្លាក់ចុះមកវិញបាទមានការធ្លាក់ចុះមកវិញប៉ុន្តែបន្ទាប់អំពីការធ្លាក់ចុះហ្នឹងក៏យើងឃើញថាតម្លៃហាងឆេងមាសក៏មានការឡើងថ្លៃរហូតមកដល់តម្លៃបច្ចុប្បន្នគឺនៅ$4,164នឹងឯងបាទហើយក៏មានព័ត៌មានតាក់ទងជាមួយនឹង Durable Good Order Call Durable Good Order អីហ្នឹងបាទចំពោះទិន្នន័យពីរហ្នឹងក៏ល្អដែរបងប្អូនបាទក៏ល្អដែរប៉ុន្តែអ្នកបងប្អូនយើងក្លែកទៅមើលព័ត៌មានកាលពីថ្ងៃទី25វិញបាទតាក់ទងជាមួយនឹង Core PPI Core Retail Sale ឬក៏ PPI ហ្នឹងបាទព័ត៌មានដែលសំខាន់ទាំង4ហ្នឹងសរុបជារួមទៅគឺអត់ល្អទេបាទសរុបជារួមទៅគឺអត់ល្អទេហើយនៅក្នុងថ្ងៃនេះផងដែរខ្ញុំបានឲ្យជា signal នៅក្នុង group VIP របស់ខ្ញុំគឺឲ្យទិញហើយក៏ទទួលបានផលចំណេញបងប្អូនខ្ញុំកំណត់យក take profit $800នៅក្នុងមួយឡតខ្សែបាទឬក៏$8នៅក្នុងមួយអោនណាគឺទទួលបានប៉ះ take profit តែម្ដងបាទកាលពីថ្ងៃទី25បាទហើយថ្ងៃទី26ម្សិលមិញហ្នឹងនៅមើលទៅมันបានប៉ះ take profit មែនប៉ុន្តែទោះបីជាយ៉ាងណាមាសវានៅតែបន្តឡើងទៅលើវិញអញ្ចឹងបងប្អូនបើសិនមក follow ទៅតាម trend ហ្នឹងក៏នៅតែទទួលបានឱកាសចំណេញអញ្ចឹងបាទ
ហើយថ្ងៃទី27នេះបាទបើសិនមកខ្ញុំមើលទៅដូចជាមិនមានព័ត៌មានអ្វីដែលចេញមកសំខាន់នោះទេបាទហើយថ្ងៃទី28ថ្ងៃបាទថ្ងៃស្អែកថ្ងៃចុងសប្តាហ៍ហ្នឹងក៏មិនមានអ្វីដែលចេញព័ត៌មានមកដែរបាទហើយមានប៉ុនមួយបាទប៉ុនទាំង Kevin បាននៅខាងសហរដ្ឋអាមេរិកអញ្ចឹងហើយយប់នេះខ្ទង់ម៉ោង2ហ្នឹងទីផ្សារក៏មិនជាអ្នកដើរដែរនឹងទីផ្សារហាងចេញមាសបងប្អូនបាទហើយនឹងតេតើងជាមួយនឹងទិន្នន័យសេដ្ឋកិច្ចរបស់ខាងសហរដ្ឋអាមេរិកដែលខ្ញុំតែងតែជម្រាបជូនបងប្អូនឲ្យចូល follower ទៅតាមទិន្នន័យព័ត៌មានហ្នឹងបើសិនមកល្អមិនល្អហ្នឹងយើងជួយទៅហាងចេញមាសតាមហ្នឹងទៅបាទហើយនៅក្នុងថ្ងៃនេះគឺជាថ្ងៃមួយដែលសំខាន់ដែលដល់រយៈពេលដែលលោក Zelensky ត្រូវបានឆ្លើយតបតេតើងជាមួយនឹង8ចំណុចដែលខាងសហរដ្ឋអាមេរិកលោក Donald Trump បានកំណត់ជូនបាទហើយដូចខ្ញុំជម្រាបជូនបងប្អូនកន្លងហើយតេតើងទៅលើ28ចំណុចនៅក្នុងនោះមានចំណុចសំខាន់មួយចំនួនដែលលំអៀងខ្ញុំថាខាងរុស្ស៊ីមានព្រៀបធៀងបាទខ្ញុំថាខាងរុស្ស៊ីមានព្រៀបធៀងខាងអ៊ុយក្រែនណាបាទអញ្ចឹងខ្ញុំមើលទៅនៅក្នុងថ្ងៃនេះលោក Zelensky ប្រហែលជាមិនទទួលយកលក្ខខណ្ឌទាំងអស់នេះទេបើសិនបើទទួលយកលក្ខខណ្ឌទាំងអស់នេះខ្ញុំគិតថាអធិបតេយ្យភាពរបស់ខាងអ៊ុយក្រែននឹងបាត់បង់តែម្ដងបាទដោយសារតែមើលទៅដូចជាគំនាបខ្លាំងមែនទែនបាទអញ្ចឹងហើយខ្ញុំគិតថានៅក្នុងថ្ងៃនេះតេតើងជាមួយនឹងព័ត៌មាននេះលោក Zelensky តាមកាយវិភាគរបស់ខ្ញុំគឺថាគាត់នឹងមិនទទួលយកទាំងលក្ខខណ្ឌទាំងអស់នោះទេហើយអញ្ចឹងខ្ញុំគិតថាសង្គ្រាមអាចនឹងបន្តកើនឡើងទៅទៀតរវាងរុស្ស៊ីនិងអ៊ុយក្រែនបាទហើយបងប្អូនដឹងស្រាប់ហើយថាមាសឡើងថ្លៃឬក៏ប្រេងហ្គាសអីឡើងថ្លៃកន្លងមកគឺដោយសារតែសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែននឹងឯងបាទដែលកាលពីចាប់ផ្ដើមនៅក្នុងអំឡុងខែកុម្ភៈបាទខែ2បាទពាក់កណ្ដាលខែ2ហ្នឹងបាទដែលខាងរុស្ស៊ីឈ្លានពានចូលទឹកដីអ៊ុយក្រែនបាទអញ្ចឹងយើងឃើញថាមកដល់ពេលនេះគឺចិត្តរយៈពេល4ឆ្នាំហើយបងប្អូនបាទចិត្តរយៈពេល4ឆ្នាំខែ2ឆ្នាំ2020បាទអញ្ចឹងមកដល់សំទោស2022មកដល់ឥឡូវនេះគឺជិត4ឆ្នាំហើយបាទអញ្ចឹងគឺយើងមើលទៅពេលវេលានៃការធ្វើសង្គ្រាមហ្នឹងគឺប្រហាក់ប្រហែលនឹងពេលវេលានៃការធ្វើសង្គ្រាមលើកទី1បងប្អូនបាទដែលមានរយៈពេល4ឆ្នាំណាបាទអញ្ចឹងខ្ញុំគិតថាបើសិនមកអ៊ុយក្រែនគាត់មិនទទួលយកលោក Zelensky គាត់មិនទទួលយក28ចំណុចទេខ្ញុំគិតថាសហរដ្ឋអាមេរិកពិបាកដែលមានលោក Donald Trump ហ្នឹងគាត់ពិបាកនៅក្នុងការរើកចំណុចណាមួយឬក៏កន្លឹះណាមួយដើម្បីបញ្ចប់សង្គ្រាមនឹងមែនទែនដោយសារតែយើងឃើញថាលោក Donald Trump តាំងពីគាត់ឡើងកាន់ជាប្រធានាធិបតីអាមេរិកនៅក្នុងខែ1មកម្លេះបាទខែ1ឆ្នាំ2025ហ្នឹងគឺគាត់ព្យាយាមបញ្ចប់សង្គ្រាមរុស្ស៊ីទៅលើទឹកដីអ៊ុយក្រែននឹងខ្លាំងមែនទែនបាទដូចជាការណាត់លោកពូទីនជួបពិភាក្សានៅក្នុងទឹកដីអាឡាស្កាកន្លងមកហើយក៏មានការអញ្ជើញលោក Zelensky ចូលទៅក្នុងសតវិមាននៅក្នុងវិមានពងកពើអីជាដើមហ្នឹងគឺគាត់ព្យាយាមចរចាព្យាយាមណាត់ជួបភាគីទាំងសងខាងដើម្បីធ្វើការសម្របសម្រួលបាទសំបីតាអា28ចំណុចហ្នឹងក៏គាត់ព្យាយាមបញ្ចុះបញ្ចូល Zelensky ឲ្យទទួលយកផងមកបញ្ចុះបញ្ចូលលោកពូទីនឲ្យទទួលយកផងបើសិនមកលោក Zelensky ទទួលយកអា28ចំណុចហ្នឹងអញ្ចឹងក៏សូមឲ្យលោកពូទីនក៏ទទួលយកទាំងអស់គ្នាទៅដើម្បីបញ្ចប់សង្គ្រាមអីអញ្ចឹងណាបាទប៉ុន្តែលោកពូទីនគាត់ថាគាត់បើសិនមកអ៊ុយក្រែនលោក Zelensky នឹងទទួលយកទាំង28ចំណុចហ្នឹងតែខាងផ្សេងៗហ្នឹងអញ្ចឹងលោកពូទីនគាត់ថាសង្គ្រាមអាចនឹងបញ្ចប់បាទអាចនឹងបញ្ចប់អញ្ចឹងវាមានព្រឹងខៀវដែរណាបាទដោយសារតែគាត់មានព្រៀបជាងប៉ុន្តែខ្ញុំមើលទៅអ៊ុយក្រែនប្រហែលជាមិនអាចទទួលយកបានទេដោយសារតែមានអឺរ៉ុបមានអីគ្រប់គ្រងនៅពីក្រោយខ្នងបន្ថែមទៀតបាទខ្ញុំសិនមកសង្គ្រាមនឹងនៅតែអស់កាឡាវាក៏នឹងជះនៅតែបន្តជះឥទ្ធិពលមកដល់តម្លៃហាងឆេងមាសយើងហ្មងបងបាទនៅតែជះឥទ្ធិពលមកដល់ទីផ្សារហាងឆេងមាសយើងនៅតែរក្សាតម្លៃបាទឬក៏វាមិនអាចឲ្យហាងឆេងមាសហ្នឹងធ្លាក់ថ្លៃខ្លាំងអីមកក្រោមវិញនោះទេបាទនឹងតកតើងជាមួយនឹងបញ្ហាសង្គ្រាមរុស្ស៊ីទៅលើទឹកដីអ៊ុយក្រែននឹងឯងបាទហើយព័ត៌មានហ្នឹងគឺពិភពលោកបាទពិភពលោកទាំងមូលតែម្ដងកំពុងតែចាំមើលនៅក្នុងថ្ងៃហ្នឹងអ៊ុតនៅក្នុងថ្ងៃហ្នឹងបាទហើយមួយទៀតតកតើងជាមួយជប៉ុននិងចិនវិញបាទជប៉ុននិងចិនបាទយើងឃើញថាបច្ចុប្បន្នគឺក្តៅខ្លាំងដាក់គ្នាមែនទែនតកតើងទៅលើជប៉ុននិងចិនហ្នឹងបាទខុសពាក្យសម្ដីហ្នឹងបាទអញ្ចឹងខ្ញុំគិតថាបញ្ហានេះក៏វាជំរុញឲ្យនយោបាយអន្តរជាតិនៅលើពិភពលោករងតាមដានទៅលើព័ត៌មាននឹងដូចគ្នាផងដែរ
bà hay có miền ca cùng riêng đã kia từ bên từ màu ấy nhưng tới thì hàng page por miền khác đặt cho mới tha chân nâng cùng riêng banh nuclear đã từ từ đây cho pon thì tao mong muốn bà cứ cùng riêng á bà chẳng này cứ chi por miền mũi đà dương từ tam đàn mới hay có chi por miền chùm rung ở đầm lại hàng trình miền năng có vì nơi tà lang thay chứ mong muốn bà nơi tà lang thay chẳng bà nâng tết tên rồi phun sang được bài được ở năng bà chắc là lấy bông bóng dương châu một mớ đồng lại hàng trên mi dương vinh bà đã xa tay bò là mình còn hết sập gì rùm tới viên nơi ta chia cầm lăng cho là co cầm rồi đồng lại hàng chính mi nơi tầm miền cả làng thay chẳng bà hay nơi không khai đọc pí bà nơi không khai đọc pí khai cái ní cô miền cả cầm nọt nơi ta cả prạ xa chỉ thay bọc thiên tình kia cái đàn làm bịch phong đáy bà hình chân dương chăm mơ thật táo tình kia cái đàn kia ai cũng cắt bằng thoi bà nơi ta cả prạ là bọc luôn bằng tham tiết đại tim bông bằng tom pi cả cắt bằng thoi mà đo đầm lạiไปcho bọn cái nó buôn phía rồi cốt đó nó mong muốn trong phần sân ba tình nghĩa kia cần đa bọc hàng sau đó Americ cốt cắt bằng thoi này trai gặp rác chẳng vì rất ta chủng rồi oi từ đại hàng chính miết nâng bên cả làng thay mà hay đôi caption này các bạn đã được không thumbnail chẳng thả thá đầm lại hàng chính miết ai nâng làng thay không mà ao nó đọ buôn pon bờ rơi còn mà tầm lắng pram pon po mùi rơi đôi lại đại được tệ chẳng đó bà chẳng đầm bay ao đầm lại hang trên miền năng lang tao đầm lại thằng nắng tao tại dương mưa từ phải bò miền mà chẳng dương khi na bò miền tại tên từ hôm sang là vô bái bà cứ ở lò té bà hay muối tiết và sơn bà nơi không khai đọc pi nắng bà tình kia cái nào Americ cọt cắt bằng thoi nơi gà tra cá prạ bị buồn phía rơi mà buồn chật sập ram phía rơi ấy nắng chẳng bị buồn phía rơi cốt mà bay chật ram phía rơi rồi có bay cái là hậu thó đó mong muốn chẳng mi tha đầm lại hàng chính biết nơi tay bằng to lạng thay bà nơi tay bằng to lạng thay bằng bốn khí bà nơi dục ngày ti đập muối mong pi dục bà mong pi dục nơi dục ngày ti đập muối khai thnu bà khai cào tại mà đòn chẳng đi khi chia bò mình đã cầm nắp tệ trơn từ năng ca tra cá prạរបស់ទីនេះគេថាអាមេរិកហ្នឹងឯងបងប្អូនបានអញ្ចឹងគឺជាព័ត៌មានដែលយើងត្រូវតាមដានមើលផងដែរហើយនៅក្នុងខែ12ចុងឆ្នាំនេះបងប្អូនតើតើទៅលើទិន្នន័យអាមេរិកគឺមានច្រើនមែនទែនសំបីតែព័ត៌មាន Farm CPI អីក៏គេបញ្ចេញមកផងដែរនៅក្នុងខែក្រោយបាទហើយមានព័ត៌មានច្រើនបាទនៅក្នុងខែក្រោយអញ្ចឹងបងប្អូនត្រូវតាមដានមើលដូចជា ADP Non Farm អីនេះក៏បញ្ចេញមកដែរបាទ ADP Non Farm នេះបាទព័ត៌មានដែលមិនសូវបញ្ចេញកន្លងមកបាទដូចជា consumer sentiment inflation expectation អីនេះបាទកន្លងមកគឺមិនឃើញបញ្ចេញបងប្អូនប៉ុន្តែនៅក្នុងខែ12ខែក្រោយទៅគឺឃើញបញ្ចេញច្រើនមែនតើអញ្ចឹងខ្ញុំគិតថាចុងឆ្នាំបាទចុងឆ្នាំ2025នេះតម្លៃហាងឆេងមាសអាចនឹងមានការប្រែប្រួលទៅតាមទិន្នន័យទាំងអស់នេះតែម្ដងបាទហ្នឹងទៅលើព័ត៌មានបាទប្រចាំខែ12សប្តាហ៍ក្រោយទៅតែម្ដងណាបាទហ្នឹងហើយចាំបងប្អូនឥឡូវយើងមើលតម្លៃមាសយើងវិញឥឡូវថាតើតម្លៃហាងឆេងមាសនៅក្នុងឆ្នាំ2025ហ្នឹងវាឡើងថ្លៃពីតម្លៃណាទៅតម្លៃណាបងប្អូននេះបាទអញ្ចឹងសរុបជារួមតម្លៃហាងឆេងមាសនៅក្នុងឆ្នាំ2025នេះគឺឡើង strong bullish ខ្លាំងមែនទែនបងប្អូនអរគ្នា2025 2024 2023បាទ3ឆ្នាំចុងក្រោយនេះគឺហាងឆេងមាសហក់ឡើងខ្លាំងគ្រាន់តែថាឆ្នាំ2023តម្លៃហាងឆេងមាសមិនសូវឡើងខ្លាំងអីប្រហែលទេឡើងបន្តិចទេបាទឡើងពីតម្លៃ$1,800នៅក្នុងអោនទៅដល់$2,161នៅក្នុងអោនហើយក៏ចុះបិទចាំឆ្នាំវិញនៅ$2,065នៅក្នុងអោននឹងឆ្នាំ2023បងប្អូនណាបាទហើយចូលឆ្នាំ2024បើកនៅក្នុងតម្លៃបាទ2055ឡើងទៅដល់រហូតទៅដល់$2,792នៅក្នុងអោននេះក៏បិទប្រចាំឆ្នាំ2024ទៅហ្នឹងគឺ$2,610នៅក្នុងអោនបាទហើយក៏ចូលមកឆ្នាំ2025យើងនឹងបាទកាលពីដើមឆ្នាំអត់មានបើកផ្សារនៅក្នុងឆ្នាំ2025មកអត់មានថា interest មិនចុះយកជើងអីចោលជើងអីហ្នឹងគឺអត់មានទេបងប្អូនណាបាទបើកប្រចាំឆ្នាំ2025នៅដើមឆ្នាំខែ1នេះតែម្ដងខែ1តែម្ដងឆ្នាំ2025ហ្នឹងគឺតម្លៃហាងឆេងបើកមកគឺឡើងយកតែម្ដងបាទបើកផ្សារមកគឺឡើងយកបាទអញ្ចឹងតម្លៃឲ្យវាបើកផ្សារគឺនៅ$2,621ក្នុងអោនឡើងថ្លៃរហូតទៅដល់តម្លៃប្រហែល$4,378ក្នុងអោនដូចខ្ញុំជម្រាបជូនក្រោយមកបាទ$4,378នៅក្នុងអោនបាទហើយក៏ interest មក
តម្លៃបច្ចុប្បន្នគឺនៅ$4165នៅក្នុងមួយអោននឹងឯងបាទអញ្ចឹងមានន័យថាតម្លៃហាងឆេងមាសបានឡើងខ្លាំងបងប្អូនបាទឡើងខ្លាំងឡើងចិត្តទៅនឹងឡើងខ្ទង់$1700ក្នុងមួយអោនបងប្អូនបាទចឹងឡើងខ្លាំងបងប្អូនបាទ$1700ក្នុងមួយអោនហើយបើសិនមកយើងបាយពីដើមឆ្នាំខែ1បងប្អូនមកដល់តម្លៃដែលវាធ្លាប់ឡើងទៅដល់នេះ$4378នេះបាទគឺមានឱកាសចំណេញប្រហែលតាម100សាយឯងបាទ$17,000បងប្អូនបាទ$17,000គឺច្រើនមែនទែនបាទ$17,000បងប្អូនបាទច្រើនមែនទែននឹងខ្ញុំមើល candlestick ប្រចាំឆ្នាំបងប្អូនបាទមានន័យថាឆ្នាំ2025នេះគឺមាសគឺឡើងខ្លាំងបងប្អូនឃើញអាពណ៌ខៀវមកដើមវែងហ្នឹងមានន័យថាមាសបុកឡើងខ្លាំងមែនទែនហើយនេះឆ្នាំមុនបាទឆ្នាំ2024 22មានអត់សូវប្រែប្រួលបងប្អូនបាទមានអត់សូវមានការប្រែប្រួលអីប៉ុន្មានគឺខ្សោយមែនទែន22 21អីហ្នឹងគឺខ្សោយមែនទែនបាទមានអត់សូវមានការប្រែប្រួលអីខ្លាំងណាស់ណានោះទេបាទប៉ុន្តែដល់ឆ្នាំ2025គឺ strong bullish ខ្លាំងមែនទែនបាទនឹងខ្ញុំមើល candlestick 12M បាទប្រចាំឆ្នាំបាទហើយបើខ្ញុំមើលប្រចាំខែបាទមើលប្រចាំខែមាននេះអាចនឹងនៅតែ strong bullish អញ្ចឹងបាទនៅតែ strong bullish ប៉ុន្តែបើខ្ញុំមើលបែបនេះបងប្អូនបើខ្ញុំមើលប្រចាំខែប្រចាំឆ្នាំមាសហ្នឹងបើសិនខែ12ខែសប្តាហ៍ក្រោយទៅខែ12អញ្ចឹងបើសិនមកវាឡើងមកដល់$4,378នៅក្នុងមួយអោននេះបងប្អូនអាច sell បានបងប្អូនបាទ candlestick បាទ technical គឺ sell បាន sell នៅ$4,378ហ្នឹងគឺ sell ចោះបាទបើសិនមកវាឡើងដល់នឹងម្ដងទៀតឬក៏ break លើសនឹងអីតិចតួចបាទនៅតែ sell បានអញ្ចឹងហើយក៏ទទួលបានឱកាសចំណេញច្រើនដែរក្នុងសិនមកសប្តាហ៍ទី1នៃខែ12ឬក៏ពាក់កណ្ដាលនៃសប្តាហ៍ទី2អីអញ្ចឹងបងប្អូនបាទ sell ចោះអត់អីទេគឺឱកាសចំណេញគឺច្រើនមែនទែនបងប្អូនបាទមួយ lot យកចំណេញ120,000បានអត់អីទេបាទ120,000បានអត់ថាឡើងដល់ហ្នឹងមែនបាទនឹងបើសិនមកខ្ញុំមើល candlestick 12M បាទហើយបើសិនបើខ្ញុំមើលមួយខែ technical មួយខែនៅតែបង្ហាញថាមាសហ្នឹងនឹងមានទំនោរ uptrend បាទឡើងបន្តទៀតបាទហើយបើខ្ញុំមើលមួយសប្តាហ៍អាហ្នឹងបង្ហាញច្បាស់ថាមាសនៅតែបន្តឡើងមួយសប្តាហ៍មាសនៅបន្តឡើងហើយឡើងខ្លាំងបងប្អូនបាទមួយសប្តាហ៍បាទមាសនៅបន្តឡើងហើយឡើងខ្លាំងទៅទៀតបាទទី1អាចនឹងឡើងមកដល់សំទោស$4,378វិញបាទប៉ុន្តែដូចខ្ញុំជំរាបជូនមិញចឹងបើសិនមកឡើងដល់ហ្នឹងយើង sell សិនទៅបាទ sell ទៅយើងយកមួយ lot ចំណេញ4,500 10000បានហើយប៉ុន្តែបើដល់ឆ្នាំ2026មកមាសនេះបាទអាចនឹងឡើងខ្លាំងជាងនឹងទៀតបងប្អូនបាទអាចនឹងឡើងខ្លាំងជាងនឹងទៀតហើយបើសិនមកយើងមើល candlestick 12M ហ្នឹងបាទបើសិនបើមាសបិទតម្លៃប្រចាំឆ្នាំនៅតម្លៃប្រហែល$4,200អីទេបាទ$4,200 $4,200 ហើយហ្នឹងមានន័យថាឆ្នាំ2026មាសអាចនឹងបន្តឡើងបាទហើយតម្លៃដែលមាសអាចនឹងឡើងទៅដល់បាទអាចនឹងឡើងហួសពីតម្លៃ$4,700ក្នុងមួយអោននឹងទៀតបាទអាចនឹងឡើងដល់តម្លៃ$5,000ក្នុងមួយអោនក៏ថាបានបងប្អូនបាទ$5,000ក្នុងមួយអោនគឺឡើងអាចនឹងឡើងដល់នឹងទៀតបាទដោយសារនេះបងប្អូនដោយសារតែយើងឃើញថាតម្លៃប្រចាំឆ្នាំ2025នេះវាអាចនឹងឡើងខ្លាំងហើយបាទអញ្ចឹង2026ក៏វាអាចនឹងបន្តឡើងខ្លាំងទៀតផងដែរបាទអញ្ចឹងទិសដៅអាចនឹងលើសពី$4,700នឹងទៀតអញ្ចឹងវាអាចនឹងឡើងដល់$5,000ក្នុងមួយអោនគាត់ថាបានដែរអញ្ចឹងបើ$5,000ក្នុងមួយអោនអញ្ចឹងយើងគិតជាតម្លឹងបងប្អូនបាទយើងយក5,000មកចែកនឹង0.83មកបាទអញ្ចឹងមានថាមាសមកតម្លឹងអាចឡើងដល់$6,000បាទអាចនឹងឡើងដល់$6,000ទៅទៀតបាទអញ្ចឹងនេះគឺជាការវិភាគតម្លៃប្រចាំឆ្នាំនៃឆ្នាំ2025បាទសំទោស2026ខាងមុខឆាប់នេះតែម្ដងបាទដោយសារអីបងប្អូនដោយសារតែ candlestick ប្រចាំសប្តាហ៍នៅតែបង្ហាញអំពីឱកាសនៃការឡើងគឺនៅខ្លាំងទៅទៀតបាទឱកាសនៃការឡើងហើយគូផ្សំជាមួយនឹងព័ត៌មានគូផ្សំជាមួយនឹងអត្រាការប្រាក់របស់ប្រធានធនាគារកណ្ដាលអាមេរិកបើសិនបើគាត់កាត់អីចឹងណាបងប្អូនណាបាទហើយសិនមកខ្ញុំមើល day បាទមើល traday ក៏មើល traday នេះបាទមាសវានៅតែបន្តឡើងហើយនៅក្នុងថ្ងៃហ្នឹងបាទនៅក្នុងថ្ងៃហ្នឹងមាសអាចនឹងមានសន្ទុះងើបឡើងដល់4,000បាទ4,108បាទឥឡូវនៅ4,165ទេអញ្ចឹងបើសិនបើមាសឡើងនៅក្នុងថ្ងៃនេះបើសិនបើឡើងអាចនឹងឡើងដល់4,108គាត់ថាបានដែរបាទភាគរយច្រើនអាចឡើងដល់ហ្នឹងបាទហើយបើខ្ញុំមើល4ម៉ោងបាទបើខ្ញុំមើល4ម៉ោងតម្លៃហាងឆេងមាស
ในក្នុងថ្ងៃនេះវាបង្ហាញអំពីចំណុចជួញដូរដែរបាទបើសិនបើយើងរងចាំ sale អាចរងចាំ sale ទម្លាក់នៅ4175អីចឹងទៅបាទដាក់ stop loss 4185ខាងលើនេះមកបាទឲ្យហួសពីតម្លៃ4180នឹងទៀតបងប្អូនបាទដាក់ត្រឹម85មកយើងដាក់10លេខបាទនឹងសិនបើយើងចាំ sale ហើយបើសិនបើយើងចាំ buy បាទបើសិនបើយើងចាំ buy ក៏ហាងឆេងទិញឡើងវិញឲ្យវាធ្លាក់ចុះដល់4137អីអានឹងយើងបាយបានពីក្រោមនេះទៅវិញនឹងសិនមកខ្ញុំមើល4ម៉ោងបាទហើយបើសិនមកខ្ញុំមើល1ម៉ោងបាទមើល1ម៉ោងក៏បង្ហាញអំពីឱកាសនៃការជួញដូរផងដែរបងប្អូននៅក្នុងថ្ងៃហ្នឹងបាទ4ម៉ោងយើងអាចជួញដូរនៅក្នុងកម្រិតនេះទៅបងប្អូនបាទនៅក្នុងថ្ងៃហ្នឹងបាទអញ្ចឹងនៅក្នុងកម្រិតហ្នឹងទី1ខ្ញុំដាក់តែបន្ទាត់កន្លែងនេះមកបាទបាទអញ្ចឹងចន្លោះពីតម្លៃបាទ4172បាទ4172មក4135ហ្នឹងខ្ញុំមើលក្នុង1ម៉ោងបងប្អូននេះគឺជាឱកាសនៃការជួញដូរប្រចាំម៉ោងនៅក្នុងថ្ងៃនេះឬក៏ពេលវេលានេះតែម្ដងបាទអញ្ចឹងបងប្អូននៅក្នុងឥឡូវនេះខ្ញុំនឹងធ្វើការ recommend ជូនបងប្អូនទាំងអស់គ្នាអំពីតម្លៃនៃការជួញដូរនៅក្នុងថ្ងៃនេះផងដែរបាទអញ្ចឹងនៅក្នុងថ្ងៃកាលពីថ្ងៃអង្គារមុនខ្ញុំបានដូចជាឲ្យ buy now ឬក៏ sell now ហើយនៅក្នុងថ្ងៃប្រហោះនេះគឺខ្ញុំសូមឲ្យរងចាំវិញបាទអញ្ចឹងបងប្អូនអាចធ្វើការរងចាំ sell ឬក៏កោះហាងឆេងមាសលុបចុះនៅ4172បាទ4172ហ្នឹងគឺបងប្អូនអាចរងចាំ sell បានបាទហើយបើសិនមកបងប្អូន buy បាទបងប្អូនអាចរងចាំបាយនៅ4135បាទនេះគឺជាតម្លៃដែលបងប្អូនអាចរងចាំជួញដូរនៅក្នុងថ្ងៃហ្នឹងហើយមានបងប្អូនយើងមួយចំនួនគាត់សួរខ្ញុំថាចុះ stop loss ឬក៏ take profit បាទចំពោះ stop loss បើសិនមកបងប្អូនកំណត់10លេខទៅ15លេខបងប្អូនណាបាទ10លេខទៅ15លេខអញ្ចឹងទៅឧទាហរណ៍ថាឥឡូវបងប្អូន sell បាទបើសិនមកមានវាឡើងដល់4172បងប្អូន sell បងប្អូនដាក់ stop loss នៅ4182ឬក៏4185អីនៅខាងលើនេះមកបាទនៅខាងលើនេះមកហើយ take profit បងប្អូនអាចដាក់10លេខឬក៏15លេខដែរទៅនៅខាងក្រោមហ្នឹងណាបាទហើយបើសិនមកបងប្អូន buy បាទបងប្អូន buy នៅឧទាហរណ៍ថានៅ4135 stop loss បងប្អូនដាក់នៅ4120ឬក៏4122អីនៅខាងក្រោមនេះមកបងប្អូនណាបាទដាក់10ទៅ15លេខដូចគ្នាទៅហើយ take profit បងប្អូននៅខាងលើមក10ទៅ15លេខដូចគ្នាបាទហ្នឹងខ្ញុំពោះការកំណត់ take profit បងប្អូនចំពោះ position buy បាទអញ្ចឹងបងប្អូននៅក្នុងថ្ងៃនេះខ្ញុំជម្រាបជូនឬក៏ការវិភាគទៅលើតម្លៃហាងឆេងមានតែប៉ុណ្្នឹងទេបាទហើយសរុបជារួមទៅតម្លៃហាងឆេងមាសនៅតែបន្តឡើងសម្រាប់ឆ្នាំ2026គោអាចនឹងមានឱកាសឡើងថ្លៃខ្លាំងមួយអោនអាចដល់$5000ឬក៏មួយតម្លឹងអាចដល់$6000អញ្ចឹងសួរថាតើមាសអាចទិញឥឡូវបានអត់បាទអញ្ចឹងបើសិនបើវា investment ធ្លាក់ធូរថ្លៃអីមកក្រោមបងប្អូនទិញទៅបាទដូចជាប្រហែលសប្តាហ៍មុនដែលវាធ្លាក់ដល់មកតម្លឹង4700 4800 4900អញ្ចឹងបងប្អូនបាទបើសិនបើបងប្អូនទិញហ្នឹងក៏ទទួលបានឱកាសចំណេញច្រើនផងដែរបាទប៉ុន្តែទិសដៅមាសនៅតែបន្តឡើងហ្នឹងចំពោះការវិភាគរបស់ខ្ញុំទាំង fundamental ទាំង technical តែម្ដងបាទมันបានយកអំណាងនេះពីតាម website មាសឬក៏ page នរណាមួយយកមកជម្រាបជូនបងប្អូនទេការវិភាគរបស់ខ្ញុំកើតចេញអំពីបទពិសោធន៍របស់ខ្ញុំនិងការអនុវត្តជាក់ស្ដែងរបស់ខ្ញុំតែម្ដងបងប្អូនបាទហើយក៏ភាគរយច្រើនក៏នឹងទទួលបានផលចំណេញផងដែរបាទចាំបងប្អូននៅក្នុងថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងទេហើយបើសិនបើបងប្អូនបាទមានចំណាប់អារម្មណ៍ចង់បើកគណនីនៃការជួញដូរហាងឆេងមាសសូមតាក់ទងមកខ្ញុំតាមបាទរយៈលេខទូរស័ព្ទ010360088លេខហ្នឹងក៏មានប្រើ Telegram ដែរបងប្អូនបាទក៏មានប្រើ Telegram ដែរបងប្អូនណាចង់add Telegram ឲ្យបងប្អូនអាច save លេខ010360088ហ្នឹងមកបងប្អូននឹងជួបខ្ញុំតាមរយៈ Telegram ខ្ញុំនឹងធ្វើការប្រឹក្សាយោបល់ជូនហើយមួយវិញទៀតនៅក្នុងការកក់ហាងឆេងមាននេះបងប្អូនមិនចាំបាច់តតែមានដើមទុន$10000-$20000ទើបអាចធ្វើការវិនិយោគទុនហើយចូលមកកក់ហាងឆេងមាសនឹងបានទេបាទបងប្អូនមានដើមទុនត្រឹមតែ$100ទេបាទ$100គឺតិចមែនតើបងប្អូនបាទតែយើងអាចយកវាមកទិញម្ដងបានមាស 8G 3ហ៊ុនឬក៏មកតម្លឹងក
lá rồi có pi tầm lần mi bay tầm lần mi hết sân bà kết chia tầm lần bông bồn rồi có mà ao pi ao bảy ao nên chẳng bông bồn dương ai chua ca có hàng chen tầm hôm mi bộ phận năng bàn năng sân bà bông bồn mình em tuân mà rồi là hay chọn có hàng chen mi chuyên đấu đó bà còn để tham bông bồn có mà ao pi ao ấy nhận tới bộ sân bà mi về prai pro mà lấy bông bồn có mi là ca chấm nín mui $2 $3 $3để tam ca prai pro này tầm lại nó bảo vì năng ai bông bồn đó bà chẳng nơi không ngày năng nhom min tập đăng để bông bồn hay có sôm chun pơ ở bông bồn chụp tại sân nàng đó sọc sờ bái năng miền sọc phê đó rồi si từ tu tiên miền bàn group group kia năng group 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 xa phòng đại bác một con